សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមានហាងអាហារសមុទ្រមួយកន្លែងនៅក្នុងប្រទេសថៃចំពោះបងប្អូនដែលមកដំណើរកម្សាន្តនៅប្រទេសថៃតោះមកមើលខ្ញុំមកនាំទាំងអស់គ្នាមើលហាងនេះមានឈ្មោះថាខូតទលេ Seafood អញ្ចឹងគឺជាហាង buffet ដែលតាក់ទងនឹងអាហារសមុទ្រទាំងអស់ហ្មងគឺមានគ្រប់យ៉ាងនៅពេលអ្នកទាំងអស់គ្នាមកដល់ដំបូងគឺបរិយាកាសនៅខាងមុខគឺអញ្ចឹងគឺមានភ្ញៀវមកចាំbooking មកចាំ queue ច្រើនមែនតើចំពោះខ្ញុំចង queue online មកមុនហើយប៉ុន្តែខ្ញុំត្រូវតរងជួរដើម្បីបងលុយមុននឹងទៅចូលញ៉ាំហើយគឺអាកាសធាតុនៅប្រទេសថៃម្ដុំខែ4ខែ3ខែ4នឹងគឺក្តៅមែនតើក្តៅមហាក្តៅទាំងអស់គ្នាអញ្ចឹងចំពោះការចូលញ៉ាំនឹងដែរខ្ញុំទៅ3នាក់អញ្ចឹងអស់រួមទាំងអស់ទាំងទឹកទាំងអីទាំងអស់2080 បាតអ្នកទាំងអស់គ្នាអញ្ចឹងគឺយើងផេរួចជាស្រេចមុននឹងចូលញ៉ាំនៅពេលយើងផេរួចហើយគេនឹងមានខ្សែកាតពាក់ដៃឲ្យយើងពាក់អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងមកដល់ដំបូងគឺចាប់ផ្ដើមពីទឹកជ្រលក់គេមានច្រើនម៉ូតច្រើនម៉ាកមែនទែនហើយមាននំគឺបង្អែមនោះមាននំខេកមានបាយត្នោតស្វាយអីចឹងទៅហើយមានទឹកភេសជ្ជៈហ្នឹងគឺមានភេសជ្ជៈច្រើនម៉ូតច្រើនម៉ាកមែនទែនដូចអ្នកទាំងអស់គ្នាឃើញក្នុងរូបហើយបន្តមកទៀតហ្នឹងគឺបង្អែមថាបង្អែមពួកបង្អែមដែលសម្រាប់រូបដាក់ទឹកខ្ទិះដាក់អីណាហើយនឹងពួកការ៉េមយើងដួសខ្លួនឯងមានច្រើនរសជាតិចាបន្តមកទៀតគឺផ្លែឈើចាអ្នកទាំងអស់គ្នាមិនត្រឹមតែប៉ុណ្្នឹងនោះទេកន្លែងហ្នឹងគេមានតោខាងមុខនេះឲ្យអ្នកទាំងអស់គ្នាធ្វើបុកល្ហុងខ្លួនឯងធ្វើញ៉ាំខ្លួនឯងដែលអ្នកទាំងអស់គ្នាចង់ធ្វើហើយមកគៀនខាងនេះវិញគេមានការ៉េមដើមឲ្យយើងរើសរសជាតិស្រាច់ហ្មងកន្លែងយើងអត់ចង់ញ៉ាំការ៉េមឲ្យយើងដួសហ្នឹងណាចាហើយមកផ្នែកខាងនេះទៀតនោះគឺហូរពិតជាអស្ចារ្យមែនទែនគឺជាអាហារแบบអាហារ fast food អ្នកទាំងអស់គ្នាមានតាំងពីកៃមានតាំងពីសាច់មាន់មានតាំងពីពួកភីសាមានតាំងពីពួកផ្ទីអប់ឈីសគឺអាហារបរទេសមួយជួរហ្នឹងគឺមានទាំងអស់មានតាំងពីសាច់ជ្រូកប្រឡាក់សាច់ឆ្អឹងជំនីជ្រូកប្រឡាក់មាននំប៉ាវហើយចំណែកមកខាងនេះវិញគឺក្តាមចំហុយអ្នកទាំងអស់គ្នាក្តាមចំហុយអានោះខ្ញុំបានភ្លក់ដែរប៉ុន្តែភ្លក់នៅពេលឆ្អែតហើយចាបន្តមកទៀតគឺនំបញ្ចុកហ្នឹងគឺមានទឹកនំចម្រុះឲ្យអ្នកទាំងអស់គ្នារើសហ្មងហើយចំពោះត្រីហ្នឹងគឺចង់និយាយថាមានច្រើនប្រភេទច្រើនម៉ាក់មែនទេមានតាំងពីបំពោមានតាំងពីចំហុយឲ្យអ្នកទាំងអស់គ្នារើសបានតាមចិត្តហ្មងគឺពិតជា buffet ដែលសម្បូរបែបមែនតើចាមកផ្នែកខាងនេះគឺជាផ្នែកបន្លែហ្នឹងគឺមានទូទៅដូចហាងឆាប៊ូអីផ្សេងអញ្ចឹងមានការ៉ុតមានបន្លែអីផ្សេងដូចគ្នាគឺធម្មតាឡើយហ្នឹងចាមកបែបខាងនេះវិញគឺអាហារសមុទ្រអ្នកទាំងអស់គ្នាគឺមានតាំងពីបកាក្តាមខ្ចៅខ្យងមឹកគឺមានទាំងអស់ហើយចំពោះភាពស្រស់វិញអ្នកទាំងអស់គ្នាគឺស្រស់មែនទែនខ្ញុំបានញ៉ាំមួយចំនួនដែរគឺពិតជាស្រស់ល្អមែនទែនចំពោះបងប្អូនណាដែលចូលចិត្តញ៉ាំអាហារសមុទ្រគឺ recommend លើយអស្ចារ្យហ្មងចាហើយมันត្រឹមតែប៉ុណ្ណោះទេមានខែ oyster មាន oyster ដែលគេដាក់កំប៉ុងឲ្យយើងស្រាប់យើងអាចយកទៅធ្វើញ៉ាំខ្លួនឯងក៏បានហើយផ្នែកខាងនេះទៀតគឺសាច់មានតាំងពីសាច់ជ្រូកសាច់គោសាច់អីផ្សេងសាច់ប្រឡាក់សាច់ស្រស់សាច់អីបានទាំងអស់ហ្មងហើយកន្លែងដែលគេត្រង់ជួជាច្រើនគ្នានេះត្រង់ជួហ្នឹងគឺអ្វីផ្សេងទៀតមិនបានទេក្រៅពីពួក sashimi អ្នកទាំងអស់គ្នា salmon ត្រីទូណាអញ្ចឹងណាហើយមកខាងនេះគឺពួក sushi ម្ដុំមួយម៉ាត់អញ្ចឹងណាខ្ញុំពិតជាចូលចិត្តមែនតើគឺចាហើយនេះដែរគឺជាមុខម្ហូបដែលខ្ញុំរើសបានយកមកដាក់លើតុអញ្ចឹងខ្ញុំយកមកអត់សូវច្រើនទេគឺសង្កត់ធ្ងន់លើពួកsalmon ត្រាំបកាត្រាំក៏ដូចជា sashimi ផងដែរមូលហេតុដែលអត់យកច្រើនអ្នកទាំងអស់គ្នាព្រោះហាងហ្នឹងនៅពេលដែលយើងយកមកហើយយើងញ៉ាំសល់គឺគេផាកបែបប្រកបមែនគេផាកបែបសេរីហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបានខ្ញុំអត់ហ៊ានយកមកច្រើនហើយអ្វីដែលពិសេសមួយទៀតដែលខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នានោះគឺឃើញទេតាមកន្លែងតុយើងអង្គុយគឺមានកញ្ចក់ខ្សែទឹកខ្សែកញ្ចក់ដែលគេដាក់ហ្នឹងគឺដើម្បីដាក់បកាហើយនឹងក្តាមបកានៅរស់ហើយនឹងក្តាមនៅរស់ហ្នឹងគឺគេដាក់នៅក្នុងខ្សែទឹកហ្នឹងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចទៅចាប់បានយកមកអាំងតាមចិត្តអ្នកទាំងអស់គ្នាផងដែរអញ្ចឹងចំពោះអាបកាអាស្រស់ហ្នឹងគឺគេថែមរហូតគឺគេអត់កំណាញ់ទេគេមានថាអូយើងទៅញ៉ាំ buffet ហើយគេអត់ថែមឲ្យយើងអត់ទេកន្លែងហ្នឹងគឺខ្ញុំមើលលើខ្សែហ្នឹងគឺមានរហូតមកអ្នកទាំងអស់គ្នាអាចរើសបានតាមចិត្តធំតូចញីឈ្មោះគឺបានទាំងអស់យើងចាប់យកវាមកដាក់ក្នុងកធុនហ្នឹងមកហើយដាក់តាមទឹកកកមកសបកទៅវាស្លាប់ហើយយើងអាចយកទៅអាំងបានដើម្បីរក្សាបែប
សាច់វានឹងឲ្យនៅស្រស់ៗល្អចាហើយមិនតែប៉ុណ្ណោះទេនៅកន្លែងហ្នឹងគឺមានសេវាកម្មស្រាបៀរស្រស់ៗក៏ដូចជាស្រាបៀរដបផងដែរចំពោះអ្នកទាំងអស់គ្នាដែលមកជាក្រុមមិត្តភ័ក្តិអាចអង្គុយលេងបានហើយកន្លែងដែលគេមានកំណត់ហ្នឹងគឺមានសូននៅខាងក្នុងនិងសូននៅខាងក្រៅអញ្ចឹងសូននៅក្នុងគេកំណត់ឲ្យយើងអង្គុយបាន3ម៉ោងចំពោះសូនខាងក្រៅហ្នឹងគឺគេអត់កំណត់មកឲ្យយើងទេយើងអង្គុយ1ម៉ោងក៏បានដែរបើសិនយើងទៅជាក្រុមទៅមិត្តភ័ក្តិគ្នាច្រើនអីអូហូទេសភាពអញ្ចឹងផងឲ្យគឺអង្គុយបែបរីកឆាយបានរឹកម៉ោងហ្មងហើយលើសពីនេះទៅទៀតហ្នឹងគេមានសេវាកម្មបែបoyster ងាយគេស្រស់ឲ្យយើងហើយគេបកគេពុះគេវះឲ្យយើងនៅមុខមកអ្នកទាំងអស់គ្នាសេវាកម្មពិតជាល្អមែនទែនហាងហ្នឹងគឺខ្ញុំ recommend ចាហើយចំពោះទីតាំងហ្នឹងក៏រកស្រួលផងដែរនៅចរណខន58មានកន្លែងចតឡានអីមកកាផ្លេអេសហ្មងបើសិនជាអ្នកទាំងអស់គ្នាជិះតាក់ស៊ីទៅប្រាប់តាក់ស៊ីគឺតាក់ស៊ីស្គាល់ហ្មងអញ្ចឹងកុំភ្លេចជួយចុច like ជួយចុច share ដើម្បីទទួលបានវីដេអូថ្មីៗផងដែរអរគុណច្រើន